đọ nâng hàm nâng ca bàn đấy chi vết cứ chỉ ca rõ này bên nào cứ chỉ sầm mặt đào bát sa na ca đại miền chi vết rõ này cứ chỉ cầm lăng rồi bỏ bần nắm bìa tay tại chiết đại banช่วยយើងមានជីវិតរស់នៅព្រះពុទ្ធទេសនាថាការបានមកកើតជាមនុស្សជាការក្រកម្រក្រៃលែងការរស់នៅជាមនុស្សជាការលំបាកណាស់កើតមកជាមនុស្សដោយបនដោយសារបនគឺមានអវយវៈគ្រប់គ្រាន់ក៏ដោយសារបនមានគេស្រឡាញ់រាប់អានច្រើនក៏ដោយសារបនរកស៊ីមានបានដោយសារបនសុខភាពល្អបរិបូរណ៍ដោយសារបនមានអាហារបរិភោគគ្រប់គ្រាន់បរិភោគឆ្ងាញ់ក៏ដោយសារបនមានពណ៌សម្បុរល្អស្អាតក៏ដោយសារបនមានអាយុវែងក៏ដោយសារបនការដកដង្ហើមបានក៏ដោយសារបនដែរគឺដោយសារបនទាំងអស់ដែលធ្វើឲ្យជីវិតដែលទ្រទ្រង់ជីវិតជើងរស់នៅសពថ្ងៃគឺដោយសារមនុស្សមានបនសិនជាអត់មានបនគឺមិនអាចទ្រទ្រង់ជីវិតរស់នៅបានទេដូច្នេះបនគឺជាអំពើល្អពិតជាសំខាន់ណាស់អញ្ចឹងយើងដែលបានមកកើតជាមនុស្សគឺជាភពសំណាងគឺជាឱកាសដែលកសាងសេចក្តីល្អសាងអំពើល្អកុំប្រោះតែលុយហើយលក់បនលក់ខ្លួនឲ្យទៅបាបឲ្យសោះកុំប្រោះតែទ្រព្យសម្បត្តិដែលជារបស់ខាងក្រៅខ្លួនហើយលក់ទៅឲ្យទ្រព្យសម្បត្តិចំពោះលុយកាក់គឺជាឋានៈរបស់បនស័កនោះទេគឺជាឋានៈរបស់បនស័កមកមាត់នរណាក៏គេចង់បានដែរក៏ប៉ុន្តែសូមឲ្យមាននូវគុណធម៌សុជីវធម៌នៅក្នុងការរស់នៅប្រកបដោយសិលធម៌គុណធម៌ផងកុំចេះតែធ្វើទាំងបិទផ្នែកនៅអំពើខ្លះដែលយើងធ្វើអ្នកដទៃមិនដឹងមែនក៏ប៉ុន្តែកុំភ្លេចថាខ្លួនយើងគឺដឹងច្បាស់ថាខ្លួនយើងនឹងធ្វើអ្វីត្រូវចាំច្បាស់នៅត្រូវយកច្បាស់ចាំច្បាស់នៅក្នុងការខួរក្បាលរបស់យើងអស់មួយជីវិតរស់នៅទាំងភ័យខ្លាចនៅក្នុងសមោលអន្តរតាមកាលណាកាលណាដែលយើងប្រព្រឹត្តនៅអំពើអាក្រក់គឺរស់នៅដូចជាសមោលដែលទៅតាមខ្លួន5តាមកាលហ្នឹងឯងម្យ៉ាងទៀតបើយើងអកខ្យល់ចេញចូលហើយសូម្បីតែមានលុយមានទ្រព្យសម្បត្តិក៏ប៉ុណ្ណាក៏ដោយក៏អត់ប្រយោជន៍ដែរព្រោះអីព្រោះបន្ទាប់ពីស្លាប់ទៅអត់បានតែយកអ្វីទៅជាមួយផងទេត្រូវចូលនៅលើផែនដីទាំងអស់ហ្នឹងឯងម្នាក់តែងតែមានសេចក្តីប្រកាន់ថារបស់នោះជារបស់អញដីនៅនោះជារបស់អញដល់យូរទៅអញជារបស់ដីសោះស្លាប់ទៅស្អីដីជារបស់អញជារបស់ស្លាប់ទៅកប់នៅក្នុងដីកើតតែជាធាតុដីទឹកភ្លើងចោលកើតតែជាធាតុទាំង4ហ្នឹងបាត់នៅក្នុងជីវិតយើងរស់នៅក្នុងជីវិតរបស់យើងតើមាន10ឆ្នាំប្រហែលដងតើមាន10ឆ្នាំប្រហែលដងការពិតជីវិតនេះខ្លីណាស់ព្រះពុទ្ធទ្រង់ត្រាស់ថាបុគ្គលមិនមែនអាយុវែងព្រោះតែមានទ្រព្យច្រើននោះទេបុគ្គលមិនមែនអាយុវែងព្រោះតែមានទ្រព្យច្រើននោះទេបុគ្គលមានអាយុវែងព្រោះមានបុណ្យច្រើនតាមិនមានអាយុវែងដោយសារទ្រព្យច្រើនទេមានអាយុវែងដោយសារបុណ្យច្រើនដូច្នេះអ្នកសិក្សាអ្នកស្ដាប់ទាំងអស់សូមគិតផងកុំព្រោះតែលុយមិនគិតអ្វីទាំងអស់សោះមិនល្អទេគុណធម៌សប្បុរសធម៌គឺពិតជាសំខាន់ណាស់នៅក្នុងខ្លួនមនុស្សយើងគ្រប់រូបគ្រប់គ្នាជីវិតគឺមានតិចកំភ្លេចសារល្អសន្សំធម៌ល្អបបរថ្លៃថ្លារីករាយជាតិនេះគ្រប់ជាតិណាបរមសុខាក្នុងនិព្វានបុគ្គលណាប្រទុះចំពោះអ្នកមិនប្រទុះតបជាបុគ្គលស្អាតមិនមានកិលេសដូចជាទីទួលបានប្រមែនត្រឡប់មករកបុគ្គលពេលនោះវិញដូចជាធូលីល្អិតដែលបុគ្គលបានសាច់ដែលបានបាច់សាច់ទៅទីច្រាស់ខ្យល់រមែងត្រឡប់មករកបុគ្គលនេះបាយធូលីនោះវិញជាមិនខានបុគ្គលណាប្រទុះចំពោះអ្នកមិនប្រទុះតបជាបុគ្គលស្អាតមានន័យថាបុគ្គលដែលមានកិលេសដូចជាធូលីដែលបាបរមែងត្រឡប់ទៅបុគ្គលពីលនោះវិញដូចជាធូលីល្អិតដែលបុគ្គលពីលបានបាច់សតទៅកាន់បញ្ច្រាស់ខ្យល់
រមែងត្រឡប់មករកបុគ្គលអ្នកដែលបានទូលេនោះវិញជាមិនខានទេយ៉ាងណាមិញការដែលបុគ្គលប្រព្រឹត្តអំពើហដ្ឋាអំពើបាបចំពោះអ្នកមានសិលឬចំពោះបុគ្គលបរិសុទ្ធគឺបាបហ្នឹងមិនមានដល់បុគ្គលដែលមានគុណធម៌បុគ្គលបរិសុទ្ធស្អាតល្អនោះទេតែបាបហ្នឹងរមែងមានដល់បុគ្គលពីលដែលប្រព្រឹត្តចំពោះបុគ្គលហ្នឹងរមែងទៅរកបុគ្គលបាបហ្នឹងរមែងទៅរកបុគ្គលពីលមានន័យថាបុគ្គលប្រព្រឹត្តអាក្រក់ហ្នឹងឯងគឺយ៉ាងនោះឯងអ្នកណាសាងកម្មណាគឺទទួលផលហ្នឹងទេវតាអ្នកមើលទេវតាអ្នកមើលន័យថាសេចក្តីល្អរបស់បុគ្គលហ្នឹងឬសេចក្តីអាក្រក់របស់បុគ្គលហ្នឹងអ្នកសាងគឺបុគ្គលហ្នឹងអ្នកទទួលដោយខ្លួនឯងដាំពូជណាគឺរមែងទទួលដោយផលនោះឯង